សូមជូនរឿងកូនកណ្តុរនិងគ្រាប់ពោតមាសនៅក្នុងភូមិតូចមួយមានកូនកណ្តុរពីរក្បាលដែលមានឈ្មោះថាមីមីនិងម៉ាម៉ាថ្ងៃមួយពួកវាកំពុងតែរកអាហារនៅក្នុងវាលស្រូវពួកវាទាំងពីរបានរកឃើញគ្រាប់ពោតមាសដែលភ្លឺចាំងមួយផ្លែមីមីបាននិយាយថាអូវាមានពណ៌ដូចជាមាសយើងយកវាទៅលាក់ទៅប្រហែលជាល្អជាងតែម៉ាម៉ានិយាយថាយើងគួរតែចែករំលែកជាមួយមិត្តដើម្បីឲ្យគ្រប់គ្នាមានអាហារស្មើៗគ្នាពួកវាទាំងពីរបាននាំគ្នាចែកគ្រាប់ពោតមាសនេះទៅឲ្យសត្វផ្សេងដូចជាចៀមមាន់និងជ្រូកសត្វទាំងអស់ភ្ញាក់ផ្អើលហើយនិយាយថាវាហាក់បីដូចជាគ្រាប់វេទមន្តពួកគេចងដាំវាហើយជួយគ្នាស្រោចទឹកជារៀងរាល់ថ្ងៃបន្ទាប់ពី 2-3 ថ្ងៃក្រោយមកគ្រាប់ពោតនោះបានដុះឡើងជាដើមធំភ្លឺចាំងដោយផ្លែរបស់វាមានពណ៌ស្រស់ស្អាតសត្វទាំងអស់រីករាយហើយរួមគ្នាប្រមូលផ្លែពោតមីមីចាប់ផ្ដើមសោកសៅព្រោះវាចង់រក្សាទុកឲ្យខ្លួនឯងទាំងអស់ក៏ប៉ុន្តែវាបានឃើញមិត្តសប្បាយវាក៏មានក្តីស្រឡាញ់ឡើងវិញពេលដែលសត្វទាំងអស់ចែកគ្នានឹងទទួលបានផ្លែពោតមាសម្នាក់បានអាហារដែលមានរសជាតិឆ្ងាញ់និងក្លិនល្អបំផុតភូមិទាំងមូលពោរពេញទៅដោយសេចក្តីសប្បាយនិងភាពអភិជនម៉ាម៉ានិយាយថាពន្លឺនៃមាសមិនមកពីគ្រាប់ពោតទេប៉ុន្តែមកពីចិត្តល្អរបស់យើងអត្ថន័យនៃរឿងនេះផងដែរបានបង្រៀនកូនថាការចែករំលែកអ្វីដែលអ្នកមាននឹងធ្វើឲ្យអ្នកដទៃមានសេចក្តីសុភមង្គលចិត្តល្អនិងការចេះជួយគ្នាគឺជាវេទមន្តដ៏អស្ចារ្យបំផុត